ក្រោយឃើញថៃយកគ្រាប់បែកវៃឆ្លាត KGGB មកទម្លាក់ពីយន្តហោះចម្បាំង F16 មកលើកម្ពុជានៅក្នុងពេលថ្មីនេះអំឡុងការប្រយុទ្ធគ្នាយ៉ាងក្តៅគគុករយៈពេល5ថ្ងៃនោះឥឡូវនេះឥណ្ឌូនេស៊ីទ្រាំលេងបានហើយសម្រាប់ចិត្តពិចារណាទិញគ្រាប់បែកវៃឆ្លាតមួយប្រភេទនេះទុកយកមកប្រើដែរហើយកុំឲ្យមានតែថៃនោះនៅក្នុងចំណាត់ការដែលធ្វើឲ្យមានការប្រកួតប្រជែងគ្នាកាន់តែខ្លាំងមួយកម្រិតទៀតនៅក្នុងវិស័យអាវុធទំនើបនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យោងទៅតាមគេហទំព័រ Defense Security Asia បានចុះផ្សាយថាឥឡូវនេះឥណ្ឌូនេស៊ីកំពុងតែចូលចែកជើគ្រាប់បែកវៃឆ្លាត KGGB បញ្ជាដោយ GPS ពីកូរ៉េខាងត្បូងគេហទំព័រដែលផ្ដោតលើវិស័យការពារជាតិមួយនេះបានចុះផ្សាយបន្តថាឥណ្ឌូនេស៊ីចាប់ផ្ដើមចាប់អារម្មណ៍លើគ្រាប់បែកវៃឆ្លាតនេះក្រោយថៃយកគ្រាប់បែកវៃឆ្លាត KGGB របស់ខ្លួនមកវាយប្រហារមកលើកម្ពុជាទាំងកំរោលនៅក្នុងពេលថ្មី